យោងតាមការបញ្ជាក់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកមកដល់ម៉ោងហ្នឹងក្តៅតែម្ដងបាទគាត់បានបញ្ជាក់តាក់ទងជាមួយនឹងរឿងការវាយប្រហារបន្ថែមទៅលើប្រទេសអ៊ឺរ៉ង់ក្នុងនោះគាត់បានបញ្ជាក់ដែរថាមិនទាន់បានបំផ្លាញអ្វីដែលនៅសេសសល់នៅទឹកដីប្រទេសអ៊ឺរ៉ង់បន្ថែមទៀតទេកំពុងតែចាំតាមដានកិច្ចចរចាមួយតាក់ទងជាមួយនឹងរឿងប្រទេសអ៊ឺរ៉ង់ហើយនិងសហរដ្ឋអាមេរិកមកដល់ម៉ោងនេះសង្គ្រាមប្រទេសអ៊ឺរ៉ង់ហើយនិងសហរដ្ឋអាមេរិកកំពុងតែចរចាប៉ុន្តែតាក់ទងជាមួយនឹងយោធាតាក់ទងថ្មើរជើងមិនទាន់មានអ្វីឲ្យប្រែប្រួលនោះទេហើយអ្វីដែលគួរស្កត់សម្គាល់តាក់ទងជាមួយនឹងរឿងយោធាថ្មើរជើងណាអ៊ឺរ៉ង់បានប្រកាសក្តែងពមៀនដែរថាឲ្យតែហ៊ានសហរដ្ឋអាមេរិកបើកការវាយប្រហារចូលមកតាក់ទងជាមួយនឹងរឿងថ្មើរជើងណាអូខេបាទមេឆ្មាំងបរិវត្តរបស់អ៊ឺរ៉ង់ប្រកាសក្តែងថាចាំទទួលហើយនឹងធ្វើឲ្យអាមេរិកស្គាល់ពាក្យថាចាញ់តែម្ដងតាក់ទងជាមួយនឹងធ្វើសង្គ្រាមថ្មើរជើងណាមកដល់ម៉ោងនេះសហរដ្ឋអាមេរិកលោកដូណាល់ត្រាំកំពុងតែចាំស្ដាប់កិច្ចចរចាមួយរវាងសហរដ្ឋអាមេរិកហើយនិងអ៊ឺរ៉ង់ដោយកិច្ចចរចានោះដូចជាមិនទាន់មានផ្លែមានផ្កាដើម្បីឲ្យពិភពលោកមើលទេប៉ុន្តែស្ថិតនៅក្នុងភាពស្ងៀមស្ងាត់ហើយយឺតយ៉ាវទៅទៀតហើយនៅថ្ងៃទី6ដែលលោកដូណាល់ត្រាំដាក់កំណត់ឲ្យ10ថ្ងៃណាហើយមួយវិញទៀតមិនទាន់បានគេហៅថាពន្លឺអ្វីដល់ពិភពលោកឲ្យមើលទៅវារៀងថាតែជាក់ចិត្តទេណាបាទមកដល់ម៉ោងនេះប៉ុន្តែអ្វីដែលធ្វើឲ្យលោកត្រាំក្តៅចិត្តហ្នឹងគឺការគេហៅថាមិនចោះចាញ់របស់អ៊ឺរ៉ង់បាទមកដល់ម៉ោងនេះសំបីតែការខលទូរស័ព្ទឬមួយក៏ការគេហៅថាចរចាណាមួយអីហ្នឹងគឺអត់ទាន់ផ្ដល់មកឲ្យសហរដ្ឋអាមេរិកទេអូយអ៊ឺរ៉ង់ម៉ោងនេះគឺគេហៅថាគេកាចរបស់គេបងប្អូនគេកាចរបស់គេបាទប៉ុន្តែក៏មើលណាប្រទេសត្រូវលក់សាច់អស់ហើយប៉ុន្តែសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនៅតែព្យាយាមតាក់ទងជាមួយនឹងការទូតហើយនឹងមួយវិញទៀតអត់យូរទេបាទជុំទី2នេះអាចលេងធ្ងន់ព្រោះអីដោយសារតែបងប្អូនយើងដឹងហើយថាមកប្រហែលម៉ោងមុននេះគឺមានការវាយប្រហារពីសហរដ្ឋអាមេរិកដោយទម្លាក់គ្រាប់មកគ្រាប់ហ្នឹងគឺផ្ដាច់ផ្លូវនៅមជ្ឈមបូព៌ាហ្នឹងគឺស្ពានអាកាសមួយដ៏ធំនៅមជ្ឈមបូព៌ាផងដែរនៅទីក្រុងប្រទេសអ៊ឺរ៉ង់ណាបាទអញ្ចឹងមកដល់ម៉ោងនេះបងប្អូនមកដល់ម៉ោងនេះសហរដ្ឋអាមេរិកក៏នៅតែនិយាយដែរលោកដូណាល់ត្រាំគាត់នៅតែនិយាយដែរថាគាត់មិនទាន់បានវាយប្រហារឬក៏បំផ្លាញកន្លែងដែលនៅសេសសល់របស់ប្រទេសអ៊ឺរ៉ង់ទេអញ្ចឹងមានន័យថាគាត់នឹងអាចវាយម្ដងទៀតលូត្រាតែគេហៅថាកំហឹងនៃការឡើងកម្ដៅរបស់គាត់ហ្នឹងបាទអត់ទ្រាំលេងបានគឺវាយទៀតបាទអាហ្នឹងអាស្រ័យទៅលើគេហៅថាការបត់បែននេះព្រោះឲ្យលោកត្រាំដឹងស្រាប់ហើយបងប្អូនបាទបត់បែន180ដឺក្រេនិយាយអញ្ចេះអាចធ្វើអញ្ចោះបាទនិយាយអញ្ចោះអាចធ្វើអញ្ចេះបងប្អូនបាទអញ្ចឹងមកដល់ម៉ោងនេះខ្ញុំឃើញថាតាក់ទងជាមួយនឹងរឿងអ៊ឺរ៉ង់នេះគឺអត់ព្រមនៅអ្វីដែលចង់ចរចាជាមួយនឹងអាមេរិកទេមានតែគេហៅថាពើងទ្រូងដាក់អាមេរិកហើយអត់មានការចោះចាញ់ណាមួយមើលទៅឲ្យកត់សម្គាល់ទេប៉ុន្តែបើសម្រាប់សហរដ្ឋអាមេរិកកំពុងតែទូចឲ្យអង្គការ NATO ជួយបើកច្រកហើយនៅចង់សំណុំពរប្រទេសផ្សេងដែលពាក់ព័ន្ធជាមួយនឹងការឆ្លងកាត់ច្រកហ័រមូសនេះគឺចង់ឲ្យបើកខ្លាំងមែនទែនប៉ុន្តែអត់ទាន់មានប្រទេសណាអាចជួយបានទេសូម្បីតែប្រទេសចិនមកដល់ពេលនេះក៏ស្នើឲ្យប្រទេសទាំងពីរហ្នឹងពន្លត់ភ្លើងសង្គ្រាមដើម្បីចរចានេះដើម្បីបើកច្រកហ្នឹងដែរហើយមកដល់តាក់ទងជាមួយនឹងមកដល់ប្រទេសណាផ្សេងឃើញ 3-4 ប្រទេសដែរគេចောက်សុំឲ្យប្រទេសទាំងពីរទាំង3នេះថាពន្លឿននៃការពន្លត់សង្គ្រាមមួយនេះដើម្បីឲ្យបើកច្រកហ្នឹងដើម្បីធ្វើសេដ្ឋកិច្ចឡើងវិញណាព្រោះអីដោយសារតែយើងដឹងហើយថារាំងស្ទះពីការដឹកជញ្ជូនខ្លាំងមែនទែនតាមច្រកហ័រមូសក៏ប៉ុន្តែយើងងាកមកមើលលោកដូណាល់ត្រាំហើយនឹងអ៊ឺរ៉ង់ដូចជាមិនទាន់បានចាប់ដៃគ្នាទេមិនទាន់បានខលទូរស័ព្ទជួបគ្នាដើម្បីចរចាផ្ទាល់ទេព្រោះអីចរចាបញ្ចោលគឺអត់មានប្រសិទ្ធភាពឡើយមកដល់ម៉ោងនេះចាំមើលថាតើអ៊ឺរ៉ង់នៅតែគេហៅថាប្រើចិត្តត្រជាក់ដើម្បីតាក់យកសភាវុធរបស់សហរដ្ឋអាមេរិកទៀតឬមួយក៏យ៉ាងណាបងប្អូនព្រោះអីដោយសារតែមកដល់ចំណុចទៅនេះខ្ញុំគិតថាអាមេរិកនឹងលេងធរក្តៅបើមិនធ្វើបើមិនមានការចរចាផ្ទាល់ណាមួយនឹងអាចវាយគ្នាជុំទី2ហើយព្រោះអាមេរិកគាត់នៅតែបន្តការខឹងសម្បាទៅលើរ៉ង់រឿងច្រកការបើកច្រកនេះព្រោះអីដោយសារតែខាតពេលខាតវេលាហើយនឹងខាតលុយច្រើនអញ្ចឹងជ្រុលតែខាតហើយគឺបាញ់ខ្លះហើយសហរដ្ឋអាមេរិកបាទដោយទម្លាក់គ្រាប់ដោយព្រឹកមិញអីចឹងទៅបាទលេងទម្លាក់មួយគឺដាច់ខ្ទេចដាច់ស្ពានដាច់នេះអស់លេងបងប្អូនបាទអ
អញ្ចឹងបងប្អូនកុំភ្លេចតាមដានទាំងអស់គ្នាថាតើ180ដឺក្រេនៃការនិយាយរបស់លោកដូណាល់ត្រាំធ្វើឲ្យអ៊ីរ៉ង់ហ្នឹងកែប្រែគំនិតថាអាចមកចរចាវិញបានឬមួយក៏យ៉ាងណាកុំភ្លេចតាមដានទាំងអស់គ្នា